ការងារបានមកបកគោលពេញសិទ្ធជូនមីងលពូកាលពីមុនយើងចុះមកសិក្សាតាមជូនមីងពូតែម្ដងទេតែថ្ងៃនេះបានជាលទ្ធផលជាផ្ទះអ្វីដែលសំខាន់ពេលនេះប្រកាសយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចចុងសម្ដេចធម្មតាលោកទីវិចារនីដែលលោកតែតែគិតគូរដល់អតីតយុវជនយើងសម្ដេចគាត់ជួយគិតគូរដល់អ្នកដែលអត់ពិតប្រាកដដែលគាត់បានតាំងសង់ផ្ទះជូនពួកខ្ញុំទាំងពីរនាក់ដែលប្រពន្ធខ្ញុំពិតប្រាកដមែនសប្បាយចិត្តខ្លាំងដែលក្រុមការងារចុះមកបកលផ្ទះជូនផ្ទាល់មានអារម្មណ៍សំភើបខ្លាំងនៅអញ្ជើញរួចអត់នោះរំភើបពេកចាបងក៏គាត់ថាបកលតែឲ្យជប់មើលអមអត់ទេតែមើលថែដដែលចាតែឃើញមកចឋានបរិយាកាសជំនួយរបស់អមគឺសុខដុមខ្លាំងស្ពើពេញដោយដើមឈើជាប្រជុំតែអញ្ចឹងសូមបន្តជួយថែរក្សាបរិវេណផ្ទះក៏ដូចជាដាំដើមឈើបន្ថែមលោកអមចាខ្ញុំសូមអរគុណដល់សម្ដេចដែលចូលសម្ដេចធិបតីនិងលោកជំទាវពេជ្រច័ន្ទមនីជូនពរឲ្យលោកជំទាវហើយនឹងសម្ដេចមានសុខភាពល្អអាយុវែងរហូតតទៅហើយនឹងជូនពរបងក្រុមការងារទាំងអស់ឲ្យមានសុខភាពល្អហើយនឹងអរគុណច្រើន